មើលសុំសួរបងប្អូនមួយមកបងប្អូនណាធ្លាប់ខត្រីដាក់តលឹងតឹងទេបងប្អូនបាទខ្ញុំថ្ងៃហ្នឹងខ្ញុំបានខត្រីរៀលបងប្អូនបាទជាមួយតលឹងតឹងរួយផុយឆ្អឹងល្អណាស់បងប្អូនមិនបាច់ប្រើអីច្រើនទេបើតែតលឹងតឹងនឹងធម្មតាទៅបងប្អូនបាទចាំប្រើមកនាស់ប្រើស្រាណាឲ្យផុយសាច់តលឹងតឹងដាក់ទៅលួយហ្មងបងប្អូនរួចអត់បែកទេត្រីបាទយើងខមួយតលឹងតឹងទៅវាស្វិតបាទវាមានជាតិជូរទេវាស្វិតជួយជំនួយសាច់នឹងអត់ឲ្យបែកទេបងប្អូនមួយតលឹងតឹងនឹងក៏អត់បែកឲ្យលួយដែរបាទវាទៅយើងឆឹងជាមួយស្ករអញ្ចឹងទៅវារឹងបងប្អូនរឹងបាទរឹងសាច់តលឹងតឹងរឹងនឹងសាច់ត្រីរៀលរបស់យើងបងប្អូនឆ្អឹងដល់ផុយល្អបងប្អូនបាទបងប្អូនធ្វើមើលវិធីធ្វើមើលខ្ញុំបងប្អូនតាគេលោកបងប្អូនណាមិនទាន់ចេះបាទមើលបងប្អូនណាចេះហើយក៏មិនមើលក៏បានដែរបងប្អូនបាទជាស្រ័យបាទនេះត្រីរៀលខ្ញុំទិញគេ2គីឡូមកបងប្អូនបាទខ្ញុំចែកពីផ្សារមកល្អណាស់បងប្អូនអើយ2គីឡូនេះអស់លុយតែ10000រៀលទេបាទ10000រៀលខ្ញុំតលឹងតឹងខ្ញុំក្រោយផ្ទះមានហ្នឹងបងប្អូនបាទអញ្ចឹងខ្ញុំលាង3 4ទឹកទៅថ្លាទឹកបងប្អូនលាងទឹកឲ្យស្អាតមកថ្លាទឹកខ្ញុំទៅបេះតលឹងតឹងក្រោយផ្ទះខ្ញុំនេះថ្ងៃមុនបេះញើខ្មែរក្មេងមកថងធំឥឡូវវាផ្លែបន្តទៀតហ៎ចឹងបេះមកកន្លះកោទៅជ្រែងមកនេះមកកូនជ្រែងទូចដែរបងប្អូនបានយកទៅខជាមួយនឹងត្រីរៀលថ្ងៃនេះខ្ញុំហូប3ថ្ងៃខនេះបងប្អូនអើយនៃខមួយឆ្នាំងឲ្យក្មេងៗគេមិនចេះហូបចឹងវាត្រូវខ្លួនឯងហ្នឹងមួយថ្ងៃ3ពេល2ពេលហូបតែឯងសុទ្ធពីអ្នកប្រពន្ធព្រោះនិយាយវាសាច់ឡើងហាប់បងប្អូនខទៅអត់មានបែកមានអីបែកបលអីទេខធ្វើវិធីតាមខ្ញុំបងប្អូននេះគ្រឿងក្រៅមានប៉ុន្តែបាទមានរ៉ូឌីអីចឹងទៅមានស្ករសស្ករក្រហមបងប្អូនបាទត្រីនេះខ្ញុំលាងស្អាតអស់ហើយបាទម្រេចមកកញ្ចប់ដែរខ្ញុំដាក់តិចទេខ្ញុំដាក់អស់កន្លះកញ្ចប់បាទយើងនឹងរៀបអាហ្នឹងឲ្យហើយបងប្អូនបាទរៀបលឹងតឹងពាក់កណ្ដាលមកយើងក៏ចាក់ត្រីយើងចូលមកហើយនៅទៅលឹងតឹងពាក់កណ្ដាលទៀតយើងដាក់ពីលើបងប្អូនបាទមិនបាច់កោវាទេបងប្អូនយើងកោស្ករផ្សេងណាបាទយើងកោស្ករនៅក្រៅវិញនៅផ្ទះខ្ញុំបានដាក់ផ្ទះខ្ញុំកោស្ករក្រៅមកបងប្អូនកោជាមួយទៅហ្មងក៏បានដែរបងប្អូនប៉ុន្តែវាខ្ញុំខ្លាចបែកសាច់ត្រីខ្ញុំក៏កោនៅក្រៅបងប្អូនបានខ្ញុំកោខ្ញុំដាក់ខ្ទឹមអីស្លឹកក្រូចបងប្អូនអាហ្នឹងមើលឡើងជើងក្រងមកបងប្អូនចាស់ថាឡើងជើងក្រងមកវាស្អិតមកបងប្អូនណាបាទកោចឹងមកហើយឈ្ងុយខ្ទឹមអីនេះហ្នឹងបាទពេលឡើងជើងក្រងយើងដាក់ទឹកត្រីបាទទឹកត្រីទឹកស៊ីអ៊ីវខាប់បងប្អូនពី3ច្រូចមកបាទទឹកស៊ីអ៊ីវយើងទៀតពី3ច្រូចទៀតមកខ្ញុំដាក់ប៊ីចេងដាក់រ៉ូឌីតាមហ្នឹងបាទរ៉ូឌីខ្ញុំប្រើមកកញ្ចប់បងប្អូនបាទខ្ញុំចាក់រួយនៅក្នុងត្រីហ្នឹងខ្ញុំដាក់មកកញ្ចប់មកវាមានជាតិហើយដុំខ្នុរមកដុំបងប្អូនបាទយើងកូរយកមកបងប្អូនមកឲ្យថែមទឹកមកកូរវាទៀតបងប្អូនបាទកូរឲ្យចូលជាតិឲ្យសព្វបាទខ្ញុំដាក់ដុំខ្នុរមកដុំហើយជាមួយស្ករយើងហ្នឹងយើងកូរវាសព្វសិនបងប្អូនបាទឲ្យដុំខ្នុរហ្នឹងលាយអស់សិនយើងលើកមកក្រោមមកយើងដាក់ត្រីយើងលើទឹកក្រានវិញមកត្រីក្នុងឆ្នាំងយើងវិញណាបងប្អូនបាទយើងទម្រួយម្រេចពីលើឲ្យហើយបាទយើងយកទឹកស្ករហ្នឹងស្រោចបងប្អូនទឹកស្ករហ្នឹងស្រោចពីលើហ្នឹងមកងាស់ចោលបងប្អូនបាច់កោអីទេព្រោះគ្រឿងយើងក្រៅយើងដាក់នេះរួចស្រេចទេបងប្អូនបាទដាក់អញ្ចឹងទៅបាទឲ្យដុតភ្លើងមកចំបក់អីមកចាំយើងដាក់ទឹកវាថែមថយតាមហ្នឹងបងប្អូនអូយើងបាច់កោបងប្អូនបាទគាត់ទៀតយើងដួសពូវាចេញឲ្យស្អាតវិញមកងាស់វាចោលបើភ្លើងរឹមហ្នឹងទៅតិចរហូតនិយាយlàផុយបងប្អូនខ្ញុំខ្លាចតែស្ខទៅអត់ផុយខ្ញុំធ្វើវីដេអូខទៅបងប្អូនដល់ពេលខ្ញុំធ្វើហើយខ្ញុំយកមកហូបអូអាលួយឆ្អឹងឲ្យសាច់ត្រីលហាប់បងប្អូនមកនេះខ្ញុំដួសមួយចានមកសាកលមើលអាតលឹងតឹងហ្នឹងវាត្រូវស្ករទៅវាលេងវាអត់បែកបងប្អូនមើលការខ្ញុំឆ្លុំមកជូរអីវាបែកលឹងទឹកបែកបើអានេះអត់បែកខទៅវាត្រូវជាតិស្ករបាទជាតិប្រៃជាតិផ្អែមហ្នឹងវាអត់បែកទេទាំងត្រីទាំងអីហ្នឹងសាច់លហាប់បងប្អូនអត់មានបែកវាយវល់អីទេមកជើញបងប្អូនចឹងភ្លុកមួយខ្ញុំនេះបានបាយប្រចាណាបងប្អូនភ្លុកឡើងមើលសិនក៏លោកផុយបងប្អូនបាទវីដេអូមានតែប៉ុណ្ណេះទេបងប្អូនអរគុណច្រើនបាទទស្សនា